បុព្វហេតុនៃសិក្ខាសាលាយើងហ្នឹងមានតែ3ទេទី1គឺសច្ចៈខន្តីនិងកតញ្ញូធ្វើឲ្យគាត់រីករាយសិនបានខ្ញុំរុងរឿងតាមក្រោយបុគ្គលិកមានសមត្ថភាពតែគេមើលរំលងតែហេតុអីបានគេមើលរំលងពាក្យថាសមត្ថភាពសាមញ្ញបំផុតភាពដែលអាចធ្វើបានអញ្ចឹង3ដែលគេមើលមនុស្សមើលបុគ្គលិកថាតើអ្នកមានសមត្ថភាពអត់អ្នកមានចរិតយ៉ាងដូចម្ដេចហើយអ្នកមានសក្តានុពលអត់ពាក្យថាសក្តានុពលមានន័យថាម៉េចទៅមុខអត់ពាក្យថាមានសមត្ថភាពអ្នកខ្លះបានត្រឹមយល់ខ្លួនឯងថាមានសមត្ថភាពអ្នកអត់ទាន់ដឹងថាអ្នកដទៃយល់ថាអ្នកមានសមត្ថភាពអត់អាចជាការយល់ច្រឡំលោកគ្រូលីហៅមិនក៏មានគំនិតអីថ្មីច្រើនណាហេតុអីបានគាត់មានអាហ្នឹងដោយដើមផ្កាដែលយើងដាំជុំមិនក៏ផ្កាផ្លែមែនដោយសារអីស្រោចទឹកនិងដាក់ជីដាក់មួយគេគឺពិបាកហ្មងតែគាត់ធ្វើការម្នាក់ឯងបាទសូមយោបល់លោកគ្រូនៅនឹងតាមពិតចូលចិត្តជួយគេដែរតែអ្នកដែលគាត់ជួយច្រើនតែច្រៀងកង់មួយគាត់វិញមនុស្សកើតមកអត់មានណាចង់ខុសទេគាត់ត្រូវតែទៅអភិវឌ្ឍនៅពេលដែលគាត់ទៅដល់កន្លែងអភិវឌ្ឍព្រាមគាត់នឹងដឹងថាអ្វីដែលគាត់ធ្វើហ្នឹងត្រូវឬក៏មិនត្រូវពីអ្នកខ្លះគាត់លួចជើតែខ្លះគាត់អាសាអញ្ចឹងទៅតើខ្ញុំអាចយកទៅវត្តវិញជាមួយគាត់បានអញ្ចឹងទៅជួយគាត់ដើម្បីឲ្យគាត់ធ្វើទៅតាមផែនការនិងឲ្យគាត់ធ្វើទៅតាមគោលការណ៍ណែនាំឲ្យអនុវត្តមនុស្សដែលធ្វើបានសុបាយអាចធ្វើអត់បានទេដែលមិនសុបាយមនុស្សអត់ខ្ជិលទេតែមនុស្សអត់ដឹងថាធ្វើអីជាពិសេសនោះគឺយើងដឹងពីខ្លួនយើងថាយើងនៅចំណុចណាត្រូវអភិវឌ្ឍខ្លួនយើងពីចំណុចណាទៅចំណុចណាអ្វីដែលខ្ញុំទទួលបានហើយខ្ញុំពេញចិត្តខ្លាំងមែនទែនហ្នឹងគឺទៅលើថាយើងគួរពង្រឹងសមត្ថភាពខ្លួនឯងបែបម៉េចដើម្បីខ្លួនឯងមានសមត្ថភាពកាន់តែខ្លាំងហើយអាសមត្ថភាពហ្នឹងគឺយើងត្រូវអភិវឌ្ឍបន្តទៅមុខទៀត